Sau đây là học nhé về lý dương riêng chọn vẹn xuống rồi màu rồi máu nó bây giờ bong lôi chọn rồi màu nó chắc dương châu được non vẹn cả xuống nó dương login ID cho mỗi website bao xuống bảo số xin này đến dân miền ID bao giờ tao để dân login QR code nó bây giờ bong lôi dân dân prao tụ sạp đại bỏ dân dân prao KB dân miền KB pay hana pay dân xử lý là nâng tấu chẳng là bây giờចូលបាន QR code នឹងយក scan អស់គ្នាអញ្ចឹងយើងចូលមើលតោះមកយើងចូលមកកាន់កន្លែងអ៊ីនធឺណិតជ្រុំនៅកុំព្យូទ័រយើងមានកុំព្យូទ័រក៏បានដែរអញ្ចឹងយើងវាយ Socialnet ហើយយើងចុច login កន្លែង ID កន្លែង Socialnet website របស់ក្រសួងហ្នឹងមកយើងវាយ ID របស់យើងហើយយើងវាយលេខកូដចឹងលេខកូដហ្នឹងយើងវាយលេខកូដហើយយើង login ចូលពេល login ចូលរួចយើងចុចកន្លែង My Page My Page យើងមើលពាក្យកន្លែងនេះកន្លែងខ្យល់ឆេតបពីពាក្យខ្យល់ឆេមកយើងពាក្យមើលចុចកន្លែងគ្រីសយើងគ្រីសកន្លែងឆនឆេត្រង់ A ហ្នឹងគ្រីសទាំងអស់ហើយយើង select មកយកកន្លែង KB ហើយយើងចុចថើមពេលយើងចុចថើមហ្នឹងយើងយកនេះខាងក្រោមនេះមកពេលនេះ scan QR code យើងចូលមកកាន់ទូរស័ព្ទដៃរបស់យើងយើងប្រើ KB Pay យើងចុច KB Pay ទៅយើងប្រើកម្មវិធីអីយើង scan តាមហ្នឹងទៅក្នុងទូរស័ព្ទដៃហ្នឹងយើងមានពាក្យកន្លែងមេរូបកាមេរ៉ាហ្នឹងខ្យល់ឆេចុចខ្យល់ឆេហើយយើង scan នៅ QR code ហ្នឹងមកពេលហើយវា scan មុខរបស់យើងដោះដើម្បីដោះសោយើងចុច hack in ពេល hack in រួចយើងចាំមក plate អញ្ចឹងក្នុងកុំព្យូទ័ររបស់យើងហ្នឹងយើងប្រែប្រួលក្នុង ID របស់យើងណាទូរស័ព្ទដៃយើងចុចខ្វែងចោលក៏បានដែរពេលយើងបង់លុយហើយវាចេញបែបហ្នឹងបន្តមកទៀតយើងពាក្យយើងចុចពាក្យខ្យល់ឆេមកហើយចុច OK មកជាការស្រេចតែប៉ុណ្ណឹងយើងបង់លុយបានហើយពេលបង់លុយរួចវាចេញខ្យល់ឆេហ្វាន់ឡូពេលហ្នឹងបានន័យថាយើងខាងគេខាងក្រសួងនោះទទួលបានលុយយើងហើយបន្តមកយើងរងចាំប្រហែលជា 4-5 នាទីព្រោះថ្ងៃធ្វើការអញ្ចឹងហើយយើង refresh app មើលទៅយើងដឹងថាជាប់ឬធ្លាក់អញ្ចឹងឥឡូវយើងចុច4-5 នាទីរួចបន្តមកយើងចុច refresh យើងចុច select ហ្នឹងហើយយើងចុច enter មកយើងដឹងលទ្ធផលអញ្ចឹងបានន័យថាជាប់ទៅកម្រិត 4 ប៉ុន្តែអត់ទាន់ចេញបន្ទូដោយសារយើងទៅបង់លុយមិញហ្នឹងបែរមិនទាន់បាន 5 នាទីរួចផងអញ្ចឹងវីដេអូនោះមានតែប៉ុណ្ណឹងសូមអរគុណ